ភាពមមាញឹកនៃប្រជាជនដែលរស់នៅក្នុងកោះរ៉ុងហើយនេះគឺជាភាពមមាញឹកនៅផែឡុងសិតយើងផ្ទាល់សម្រាប់បងប្អូនទាំងអស់គ្នាដែលអញ្ជើញមកផែឡុងសិតនៅម៉ោង4ម៉ោង5ល្ងាចប្រកាសជាមានជួបនៅការកកស្ទះនៅលើផែដូច្នេះបងប្អូនបាច់ភ័យទេដោយសារអីរាល់ថ្ងៃអីនេះគឺជាទេសភាពដែលយើងអាចមើលឃើញនៅលើផែឡុងសិតទស្សនភាពដ៏មមាញឹកហើយនឹងទស្សនភាពស្នាមញញឹមរបស់បងប្អូនដែលរស់នៅលើកោះរ៉ុងយើងគាត់ជូនអីវ៉ាន់ជារៀងរាល់ថ្ងៃហើយអីវ៉ាន់ទាំងនេះផងដែរគឺសុទ្ធសឹងតែជាអីវ៉ាន់ដែលយើងតាមបណ្ដារីសតឬមួយក៏តាមបណ្ដាអ្នកលក់ដូរនៅលើកោះរ៉ុងហ្នឹងគាត់ទិញពីលើមកហើយយកមកដើម្បីលក់ដូរឲ្យភ្ញៀវទេសចរបងឃើញចាក់ស្ដែងអញ្ចឹងទាំងគ្រឿងសំណង់ទាំងបន្លែបង្ការគ្រឿងតេសផ្សេងគឺសុទ្ធសឹងតែយកពីខាងកំពង់សោមទាំងអស់ឬក៏តាមបណ្ដាក្រុងនានាអញ្ចឹងណាអញ្ចឹងយើងអាចឃើញចាក់ស្ដែងបានគឺភាពមមាញឹកនៅលើផែឡុងសិតនេះគឺយើងគិតថាវាញ៉ៃប៉ុន្តែអ្នកនរគ្នាដឹងថានៅកោះរ៉ុងអ្វីដែលគាត់ទៅរឿងចាំពេញមួយថ្ងៃហ្នឹងណាគឺការកំងអវ៉ាន់មកដល់ហើយគឺត្រូវមកលើកយកទៅដាក់នៅលើអាតេសហើយអស់យកទៅដាក់នៅផ្ទះគាត់អីចឹងវាច្រើនតង់មែនតើនិយាយទៅអូយ take time ខ្លាំងណាស់ទៅនាំបានអវ៉ាន់លក់ឲ្យភ្ញៀវឬក៏ប្រជាជនដែលរស់នៅកោះរ៉ុងនឹងមួយនិយាយទៅ I'm so proud to អ្នកកោះរ៉ុងមែនតើហ្មងគាត់តស៊ូសូមស្វាគមន៍អ្នកទាំងអស់គ្នាមកកាន់កោះរ៉ុង